ជាបឋមយើងខ្ញុំសូមគោរពជំរាបសួរលោកយាយលោកតាអំពើមីងចាហើយថ្ងៃនេះនឹងខ្ញុំលើកយកធម៌អិមេហិទីមករៀនសូត្រចាដោយសាររៀនសូត្រហ្នឹងរៀនឲ្យពុកម៉ែបងប្អូនលោកតាយាយប៉ិនរៀនមិនទាន់ចាំទេចាំបានតិចមេណាតើសូត្រតាមលោកតាលោកយាយទៅវត្តអញ្ចឹងតើសូត្រតាមបានសូត្របានប៉ិនបើសូត្រដោយខ្លួនឯងគឺសូត្រអត់ទាន់បានទេចឹងហើយបាននាងខ្ញុំចេះតែរៀនដដែលចាហើយនេះគឺលើកយកធម៌ដដែលនឹងមករៀនទៀតចាអញ្ចឹងសូមលោកយាយលោកតាដែលមិនទាន់ចាំសូមរៀនសូត្រជាមួយនាងខ្ញុំម្ដងទៀតអ៊ិមេហេទីបធុបាតិសក្ការេហេពុទ្ធាងធម្មៀងសង្ឃាំងអភិពោចយាមិមេតាបេតាទីនាងគុណវន្តានញ្ចៈមៃហញ្ចៈទីខរតាំងអថាយៈហេតាយៈសុខាយៈចាអញ្ចឹងដល់ពេលបានរៀនសូត្រម្ដងហើយម្ដងទៀតអញ្ចឹងមានអារម្មណ៍ថារៀងស្រួលជាងមុនតាមមុនគឺសូត្រនៅរអាក់រអួលចុះលោកតាលោកយាយវិញយ៉ាងម៉េចដែរចាហើយបន្ទាប់ពីសូត្របាលីហើយគឺសូត្រប្រែលោកតាយាយរៀនសូត្រប្រែជាមួយនឹងខ្ញុំទាំងអស់គ្នាខ្ញុំព្រះករុណាសូមបូជាចំពោះនៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់ដោយគ្រឿងសក្ការៈទាំងឡាយមានទាននិងធូបជាដើមនេះដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់អ្នកដែលមានគុណទាំងឡាយមានមាតាបិតាជាដើមផងដល់ខ្ញុំព្រះករុណាផងអស់កាជាអង្វែងទៅ